នេះវិញតើសិភៅនេះអ្នកណាជាអ្នកសរសេរបើយើងនិយាយមែនតើផ្ដល់ភាពយុត្តិធម៌ឲ្យលោកទូចសុខៈបន្តិចហើយខ្ញុំនឹងបញ្យល់ថាលោកទូចសុខៈនឹងជាអ្នកណាលោកទូចសុខៈគឺជាយុវជនជំនាន់ថ្មីមួយរូបដែលជាបញ្ញវន្តដែរលោកបានរៀនសូត្រចេះដឹងច្រើនណាស់ខ្ញុំនិយាយទៅខ្ញុំរំភើបដែលក្នុងជួររដ្ឋាភិបាលមានបញ្ញវន្តច្រើនណាស់និយាយទៅចំនួនលោកហ៊ុនម៉ាណែតនេះណាមានបញ្ញវន្តក្មេងៗច្រើនគួរជាទីឲ្យសង្ឃឹមមែនតើហើយខ្ញុំជាអ្នកដែលរៀនសូត្រចេះដឹងខ្ញុំយល់ថាតើអ្នកណាដែលមានកម្រិតជាបញ្ញវន្តអ្នកណាគ្រាន់តែជាសេករបស់រដ្ឋាភិបាលដែលគេយកទៅគ្រាន់តែបម្រើប្រយោជន៍មហិច្ឆតានយោបាយប្រជាពិធដ្ឋអីចឹងមនុស្សដែលឡើងទៅកាន់ក្រសួងមន្ទីរអ្នកនាំពាក្យថ្មីនេះគឺសុទ្ធតែអ្នកដែលមានកម្រិតវប្បធម៌ចេះដឹងច្រើនមែនតើខ្ញុំគួរឲ្យសរសើរដូចលោកប៉ែនបូណាអីវិញគឺរៀនសូត្របានចេះដឹងច្រើនណាស់គាត់ជាអ្នកដែលធ្លាប់ធ្វើឲ្យសារព័ត៌មាន RFE ធ្លាប់ធ្វើបទវិចារណកថាគាត់ជា idol របស់ខ្ញុំដែរព្រោះខ្ញុំស្ដាប់សារព័ត៌មានគាត់ផ្សាយកាលពីគាត់អត់ទាន់បានគេចូលទៅរដ្ឋាភិបាលលោក François Tan សង្ឃ François Tan គាត់ជាបញ្ញវន្តមួយដ៏ឆ្នើមដែលសរសេរអត្ថបទដែលគាត់ផ្សាយគឺខ្ញុំស្ដាប់ច្រើនណាស់ RFE កាលពីជំនាន់និយាយទៅគឺខ្ញុំស្ដាប់ច្រើនមែនតើការដែលខ្ញុំអាចនិយាយបានក្តាប់ព័ត៌មានបានដោយសារតែខ្ញុំស្ដាប់បញ្ញវន្តដែលគេនិយាយកាលពីមុនក៏អត់មានលំអៀងនិន្នាការនយោបាយអីចឹងទេដូច្នេះយើងស្ដាប់ទៅចូលទៅជាផ្លុកដោយសារតែវាថាស្រស់ញញឹមហើយ organic យើងប្រើពាក្យ organic ហ្នឹងគឺបានន័យថារបស់ដែលអត់ប្រើគីមីបងប្អូនលោកប៉ែនបូណាក៏តែអញ្ចឹងលោក François Tan François ក៏តែអញ្ចឹងលោកទូចសុខៈនេះថ្មីមាត់បកាយនិយាយជាយុវជនជំនាន់ក្រោយគួរជាទីទុកចិត្តជាទីសង្ឃឹមអ្នកនាំពាក្យនៃក្រសួងព័ត៌មានដូចជារដ្ឋមន្ត្រីក្រសួងព័ត៌មានលោកណេតភក្ត្រាសុទ្ធតែជាបញ្ញវន្តខ្ញុំធ្លាប់ធ្វើការជាមួយលោកនៅសាលាក្តីខ្មែរក្រហមដែលធ្វើជាមន្ត្រីកិច្ចការសាធារណៈចេះភាសាអង់គ្លេសភាសាបារាំងភាសាខ្មែរចង់និយាយថារំភើបខ្ញុំមានកិត្តិយសដែលបានធ្វើការជាមួយពួកគាត់ហើយក៏សប្បាយចិត្តដែរនៅឃើញដែលរដ្ឋាភិបាលកែតម្រង់យកពួកគាត់ទៅធ្វើការងារដែលខ្ញុំគិតថានេះគឺជាក្តីសង្ឃឹមច្រើនសម្រាប់ជាតិយើងគួរតែមានយូរហើយមិនមានឥឡូវទេប៉ុន្តែមានការប្រែប្រួលដោយសារតែលោកហ៊ុនម៉ាណែតមកមានការថ្នាំងថ្នាក់ច្រើនចឹងទៅក៏លើកក្មេងៗឲ្យច្រើនទៅដើម្បីស្អំចិត្តប្រជាពលរដ្ឋកុំឲ្យថានៅតែចាស់ពីសម័យមុននឹង30-40ឆ្នាំហើយអត់ទៅណាអ្នកខ្លះដូចថាជួយជាតិនឹងវាច្រើនពេកឲ្យគួរសម្រាប់ទៅជួនកាលលោកអស់កម្លាំងងុយងកចូលរដ្ឋសភាទៅក៏ទៅសម្រានលក់នៅក្នុងពេលប្រជុំអីយើងកុំទៅបន្ទោសចាស់ក្មេងអីតែនឿយពេលខ្លះមកភាំងទៅហ្នឹងមិនមែនបានន័យថាជាការធ្វើប្រហែសទេវាអស់កម្លាំងពេកប៉ុន្តែធ្វើមិនដល់ម៉ោងប្រជុំដល់អីប៉ុន្តែបើថាវ័យកាន់តែចាស់អាការដែលងុយងកហ្នឹងក៏វាកាន់តែច្រើនអញ្ចឹងក៏គាត់ជំនួសអីឲ្យក្មេងៗអីហ្នឹងក៏មើលទៅជាក្តីសង្ឃឹមច្រើនលោកហងជួននរ៉ុនអីដែលជារដ្ឋមន្ត្រីក្រសួងអប់រំអីហ្នឹងជាបញ្ញវន្តដែលខ្ញុំធ្លាប់ទៅបកប្រែឲ្យលោកហ៊ុនសែនកាលទៅជួបគ្នានៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហូជីមិញឆ្នាំ2011គឺអស្ចារ្យណាស់ចំណេះជំនាញរបស់គាត់គឺថាប្រកែអញ្ចឹងជាក្តីសង្ឃឹមតាហើយខ្ញុំនិយាយនេះលោកទូចសុខៈនេះខ្ញុំវិលមកវិញគឺគាត់ជាអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃសប្តាហ៍នេះមានថ្មីមាត់ជាយុវជនសម័យក្រោយចេះដឹងរៀនសូត្របានច្រើនមែនតើហើយការដែលគាត់សរសេរចង់សរសេរសភៅលើកសរសើររដ្ឋាភិបាលនេះក៏អត់មានអីខុសឆ្គងអីដែរព្រោះបើយើងធ្វើការឲ្យរដ្ឋាភិបាលមិនសរសើររដ្ឋាភិបាលយើងសរសើរអ្នកណាបើយើងធ្វើឲ្យរដ្ឋាភិបាលយើងរិះគន់រដ្ឋាភិបាលតើគេទុកយើងឬទេបើយើងធ្វើការឲ្យរដ្ឋាភិបាលយើងរិះគន់រដ្ឋាភិបាលតើគេនឹងឲ្យតំណែងយើងខ្ពស់ដែរឬទេបងប្អូនសាកសួរអញ្ចឹងខ្លួនឯងទៅវិញមើលតើយ៉ាងម៉េចទៅវិញគឺវាអត់ទេក៏ប៉ុន្តែអ្វីដែលខ្ញុំសោកស្ដាយបំផុតបញ្ញវន្តដែលខ្ញុំរៀបរាប់បាញ់មិញនេះណាគឺដោយសារតែរបៀបដឹកនាំរដ្ឋធ្វើឲ្យគំនិតរបស់គាត់ដែលយើងគិតថា zin organic សរីរាង្គគ្មានសារធាតុគីមី